bỏ băng ra khai bây giờ là lá thì cái người rung chắc còn một đội chơi chiên là chi vật cam bọc luôn ai nhé mà hỏi là bong bóng được ọc mà mơ chi vật cam ca lựa chơi chiên nơi khang sọc fry cho nó bát á vậy tôi cứ chi vật cam khna tôi cho phần tay tôi khơi cặp ôn free cứ là vô ngọc bay khang mình tên lại làm bay trong đăng tha bong ôn này lựa chơi chiên ấy còn lọt thôi ấy về môn mau khang trắng hay lấy dương tôi dùng phia quặn tích á ô thì số bốn sợi thì số tiền ấy bốn thì môn máu là thời ca này thì môn máu lựa chơi chiên du này cái tên lựa thì chip nhưng làm tâm chập đau nữa bọn ô tâm chập đau với nó chập đau mà chip chơi chiên nó ban dẹp về bay khai rồi ô ca vì muốn thưa cai cái này vì muốn thưa thưa chi thưa cam co đúng chắc rồi chẳng phải khai mà màn này khai bờ bạc khai cố ti rồi chiên để bờ miền Thái mau được cô em xây dân ban bay ra được buồn rồi ở trong nhà mà nó tích mà chắc đi xem một mà đâu ai bóng phone đi chơi rồi nhưng mà khơi ba hai chơi kia là bộ phọt lột ở đây chơi tham thầm mà ra cho ai giấy cho cùng ai để chơi chiên khôi lưỡng bà khá tệ đi chuyên biết ông cho đi thơ ca với ông trả du nữa thơ ban man xem này ca nơi ông trả cái thơ ông trả ơi thơ ban bay xem ban bay xem hỏi là bồ cực từ tu to tới mà khai nơi ông trả ban bay rồi chiên này bay rồi chiên của bờ cam từ thơ miền Thái mau miền ấy chẳng chẳng hay to bác ông cho đi thơ ca ông trả đấy màu nơi ત્યાંវិញមួយហេតុអីដើម្បីមកនៅគ្រូសាមើលកូនឬក៏យ៉ាងណាដែរឬក៏រោងចក្រចិត្តចំណាយការចាបងកតាគ្រួសារពេលយើងធ្វើការនៅពេញយូរទៅយើងចង់ថារកអីជាខ្លួនឯងអូរកជាមុខរបរខ្លួនឯងចឹងហើយចំពោះមុខរបរនេះចំណូលនេះមិនដែរអាចស៊ីសងគ្នានឹងការដែលដូចតែបងអូនធ្វើការនៅរោងចក្រអត់ទេចំណូលគឺថាងារឲ្យបានច្រើនជាងនៅរោងចក្រទៀតបងអូបានច្រើនជាងចារោងចក្រយើងដល់ខែបានយើងបើកចឹងទូទាត់មកវាអត់ដូចយើងធ្វើរប្រចាំថ្ងៃមុខរបរខ្លួនយើងអូអញ្ចឹងបានន័យថាការងារហ្នឹងគឺមានសេរីភាពជាងអត់មានសម្ពាធទេធម្មតានៅរោងចក្រនិយាយដោយពិតប្រាកដទៅគឺដូចជាចិនចិនអីចឹងណាបងប្អូនចាហើយបងលក់នេះលក់បានប៉ុន្មានខែហើយហីយ៉ាបានរយៈពេល3ខែបងចាបាជីបនេះអូលក់ដាច់ខ្លាំងអត់អាចមួយថ្ងៃប្រហែលជាប្រហែលស្និតដែរខ្ញុំលក់គិតគីឡូបងគិតប្រភេទម្សៅគីឡូអូហើយចឹងបាន5ទៅ6គីឡូទៅ7គីឡូដល់យើងជៀនពន់អូគិតជាម្សៅវិញតែហ្នឹងបើគិតជាចេកទេប្រហែលជាអស់ប្រហែលស្និតដែរប្រហែលជា30-40ស្និតអូច្រើនមែនទេអានេះមកគិតជាសាច់ចំណេញមួយថ្ងៃប្រហែលជា100000អីអាចដល់ទេបងប្អូនបានបងបានអូមែនទេបងប្អូនបោះបង់ប្រាក់ខែ$300ពីការងាររោងចក្រគាត់មកលក់chơi chiênអាជីវកម្មរបស់ខ្លួនឯងតែក៏មិនគាត់នៅបំពេញទេត្រូវអត់ចាដល់ពេលឥឡូវគាត់លក់មកនៅសុខសាយឃើញតាមខ្នល់មុខរបរពីកាច់មែនគាត់អាចចិញ្ចឹមកូនចិញ្ចឹមប្តីអីរស់គ្រួសារស្រួលបានដែរអញ្ចឹងហើយឥឡូវរងហ្នឹងព្រមប្រមាណក្រុមគ្រួសារបានញ៉ាកូន2អូក្រុម2អញ្ចឹងអូហើយឃើញថាបងលក់នេះនៅឥឡូវសុំបង្ហាញទីតាំងភូមិឃុំទៅដល់បងប្អូនកាលមុនគាត់ធ្វើការនៅពេញឥឡូវគាត់មកដល់ខេត្តអញ្ចឹងឥឡូវបងនៅស្រុកនេះហៅស្រុកអីគេដែរស្រុកកំរៀងបងស្រុកកំរៀងភូមិដែរខេត្តបាត់ដំបងចាបងចាគាត់មិនព្រមដែរនៅព្រំដែនឡែនចាព្រំដែនដូងបងគេហៅព្រំដែនអូព្រំដែនអន្តរជាតិដូងតែបោខាងថៃគេហៅថាបានឡែមចាហើយបន្ទាប់ពីដូចយើងដឹងស្រាប់ហើយថាមករយៈហ្នឹងគឺមានបញ្ហាចំនួនជាមួយបញ្ហាព្រំដែនជាមួយខាងថៃជាមួយនឹងកម្ពុជាចុះការលក់របស់បងប្អូនហ្នឹងមានការថយចុះជាងមុនឬក៏យ៉ាងណាដែរបើប្រៀបធៀបទៅបើប្រៀបធៀបតាមវីដេអូលក់មកគឺអត់ចោះឲ្យបងមានតែកើនរស់ភ្ញៀវចឹងគាត់នៅតែបន្តការគ្រប់គ្រងភ្ញៀវថ្មីក៏មកបន្ថែមអញ្ចឹងបានន័យថានៅមានអតិថិជនយើងនៅនេះជាចិត្តសាលារៀនដែរអញ្ចឹងគឺក៏សម្រាប់នៅអតិថិជនដែរអញ្ចឹងគឺបងលក់ដាច់មែនតើអញ្ចឹងធ្វើអត់ចង់តនៅរវល់រហូតមកដាច់មែនតើបើតាមមកជៀនតមួយថ្ងៃចូលជែក50ស្និតអីបងបងប្អូនគុំឃើញថាមុខរបរអញ្ចឹងគឺពិតជានិយាយទៅយើងឃើញថាបើយើងនិយាយលេងថាមុខរបរសាបប៉ុន្តែបើមើលសាច់ចំណេញអីបើយើងចេះទុកដាក់ចេះសន្សំអីរកបានទៅមួយថ្ងៃគឺច្រើនជាងអ្នកធ្វើការរោងចក្រដែរមិនតែប្រៀបធៀបអីទេប៉ុន្តែយើងនិយាយជាក់ស្ដែងគឺបែបហ្នឹងមែនអញ្ចឹងឲ្យបងប្អូនវិវត្តខ្លួនបន្តិចម្ដងពីមុនមកយើងធ្លាប់លក់នំផ្សេងនេះដែរមែនអត់
ធ្លាប់បងធ្លាប់ចាប់ដើមលក់នៅភូមិតេតក់នៅភូមិចឹងហើយបានសំលក្ខណៈសំបានកង់3បានអីបានមកធ្វើនៅឆ្ងាយអូអញ្ចឹងឥឡូវឥឡូវគាត់លក់ដាច់ស្រាប់ហើយប៉ុន្តែបើបងប្អូនចង់សាកស្នាដៃជ័យជៀនរបស់គាត់អាចតាក់ទងបាននៅនឹងផ្លូវកែងអូដានេះនៅចិត្តនឹងចិត្តសាលានេះដែរហើយផ្លូវតឡែមបងប្អូនអាចមកសាកលក់ស្នាដៃគាត់បានមិនមែនថាប្រម៉ូទតោងគាត់ល្បីណាព្រោះអីគាត់ល្បីស្រាប់ហើយមានតែខ្ញុំទេតោងគាត់ល្បីវិញរៀនដល់ថ្នាក់ទីប្រហែលដែរខ្ញុំរៀនចាប់ថ្នាក់បឋមហ្មងអត់មានឱកាសសិក្សាមកបានដល់ពោះដូចគេអូអញ្ចឹងការដើម្បីយើងចប់ទៅធ្វើការរោងចក្រហើយបន្ទាប់ពីធ្វើការរោងចក្រឆ្អែតហើយក៏យើងមកបង្កើតមុខរបរអីខ្លួនឯងវិញអញ្ចឹងទៅណ៎នឹងអាចដោះស្រាយជីវភាពប្រចាំថ្ងៃបានមិនជាណាទេប៉ុន្តែយើងអាចរួមបានអាចសល់បានដែរណ៎ចាបងចឹងឥឡូវមានអីផ្ដាំផ្ញើទៅបងប្អូនជំនាន់ក្រោយទេអ្នកដែលរៀនមិនចប់មិនថាលើកទឹកចិត្តឲ្យបងប្អូនអត់រៀនទេប៉ុន្តែអ្នកដែលអត់បានរៀនហ្នឹងគឺកុំអស់សង្ឃឹមឥឡូវខ្ញុំបងប្អូនផ្ដាំផ្ញើទៅបងប្អូនជំនាន់ក្រោយមើលថាមានពាក្យពេចន៍អីផ្ញើទៅផ្ដាំផ្ញើទៅបងប្អូនចាប់ផ្ដើមចាអើយផ្ដាំផ្ញើទៅបងប្អូនដែលជំនាន់ក្រោយដែលគាត់អត់មានឱកាសក្នុងការសិក្សាបានថ្នាក់ខ្ពស់ឬក៏ចាប់ថ្នាក់ដូចគេហ្នឹងសូមគាត់កុំអស់សង្ឃឹមធ្វើម៉េចឲ្យគាត់មានភាពក្លាហានរកអ្វីដែលជាខ្លួនឯងឃើញគាត់នឹងរកចំណូលនឹងជីវភាពគ្រួសារទូធាដូចគ្នាគូតាធ្វើការខ្លួនឯងចឹងទៅបានយើងហ៊ានសាក់លបងប្រឡូការងារណ៎ចាខ្ញុំពោលកុំឲ្យគាត់អស់សង្ឃឹមពួកអីកតាការរៀនពេលខ្លះมันប្រកាសថាគាត់បរាជ័យនៅសាលាសិក្សាហើយបរាជ័យក្នុងការមុខរបរទេអញ្ចឹងមិនប្រកាសថាបរាជ័យការសិក្សាក៏បរាជ័យឆាកជីវិតគាត់ទេអរគុណដោយសារតែការសម្ភាសថ្មងថ្មីអ្នកសួរក៏ថ្មីអ្នកឆ្លើយក៏ថ្មីដែរអញ្ចឹងមិនសូវជាក្បោះក្បាយស្ដាប់ទៅមិនសូវជាចូលនឹងយល់ប្រមាណទេឥឡូវយើងមករៀបរាប់លម្អិតពីជីវិតត្រួសរបស់ប្អូនស្រីខុនហ្នឹងមុនមកលក់ជ័យជៀនមកដល់សប្តាហ៍ហើយចំពោះប្រវត្តិសិក្សាប្អូនស្រីរៀនមិនចប់ថ្នាក់ទី8អីស្រួលបួលទេគឺម៉ែឲ្យការប្តីមានគ្រួសារក៏ប្រកបរបរធ្វើចំការធ្វើស្រែនៅជួបជុំក្រុមគ្រួសារហ្នឹងទៅដោយសារតែធ្វើស្រែចំការហ្នឹងគឺមិនសូវបានផលណាមួយបានផលហើយក៏លក់មកបានថោកអញ្ចឹងទៅក៏ប្អូនសម្រេចចិត្តបដូរទៅរកការងារធ្វើនៅទីក្រុងភ្នំពេញធ្វើការនៅទីក្រុងភ្នំពេញហ្នឹងគឺធ្វើការរោងចក្របានរយៈពេល5ទៅ6ឆ្នាំដែរហើយចំពោះប្រាក់ខែរោងចក្រហ្នឹងគឺមិនច្រើនណាស់ទេខ្ទង់300ទៅ350ទៅ400បើសិនជាយើងថែមម៉ោងបានច្រើនបន្ទាប់មករោងចក្រក៏មានការព្យួរការបិទរោងចក្រអញ្ចឹងប្អូនស្រីក៏ត្រឡប់មកផ្ទះវិញប្រកបរបរលក់នំតាមផ្ទះតិចតួចអញ្ចឹងទៅមុនដំបូងប្អូនចាក់នំពុំធ្វើនំពងទាចេះតែលក់ស្មានណាចេះអីធ្វើនឹងសាកល្បងលក់នឹងតេតរហូតក៏មកដល់លក់ជ័យជៀនមកដល់សប្តាហ៍ថ្ងៃហើយរបរលក់ជ័យជៀនហ្នឹងហើយគឺជារបរដែលប្អូនរកឃើញខ្លួនឯងថាអូប្អូនចូលចិត្តលក់ជ័យជៀនហ្នឹងហើយប្អូនអាចធ្វើបានហើយអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានណាមួយមុខរបរលក់ជ័យជៀនហ្នឹងរៀងកាក់កបដែរអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃក៏ដូចជាយើងសំបានខ្លះបើសិនជាយើងចេះត្បិតត្បៀតអញ្ចឹងយើងឃើញថាការតស៊ូរបស់ប្អូនស្រីចាប់ផ្ដើមជោគជ័យបន្តិចម្ដងអភិវឌ្ឍពីអ្នកធ្វើការរោងចក្រធ្វើការឲ្យគេប្រាក់ខែ350មកធ្វើការខ្លួនឯងជីវកម្មខ្លួនឯងអាចចំណេញអាចដោះស្រាយជីវភាពបានពិតជាសរសើរមែន